រាយទិវាសិទ្ធិនារីអន្តរជាតិ Happy International Women's Day 祝大家国际妇女节快乐 សូមជម្រាបសួរលោកគ្រូអ្នកគ្រូអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិទិវានេះគឺជាថ្ងៃដែលគេប្រារព្ធឡើងដើម្បីលើកតម្កើងសមិទ្ធផលស្ត្រីនៅជុំវិញពិភពលោកនិងយល់ដឹងពីបញ្ហាប្រឈមដែលពួកគេនៅតែជួបប្រទះស្ត្រីបានរួមចំណែកមិនគួរឲ្យជឿក្នុងគ្រប់វិស័យដូចជាវិទ្យាសាស្ត្រសិល្បៈនយោបាយនិងវិស័យផ្សេងៗជាច្រើនទៀតការខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តរបស់ពួកគេទាំងអស់គ្នាគឺជាកត្តាដ៏សំខាន់ដែលជួយជំរុញដល់យើងទាំងអស់គ្នាលើកតម្កើងស្ត្រីទាំងអស់គ្នាប៉ុន្តែយើងត្រូវចងចាំផងដែរថាស្ត្រីជាច្រើននៅតែតស៊ូដើម្បីសមភាពនិងសិទ្ធិសេរីភាពយើងត្រូវឈរជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកយើងអាចការបដូរដោយការនិយាយចេញនិងតស៊ូមតិដើម្បីការផ្លាស់ប្ដូរសូមអបអរសាទរស្ត្រីនៅក្នុងជីវិតរបស់យើងដូចជាអ្នកម្ដាយបងប្អូនស្រីមិត្តភក្តិស្រីៗនិងសហការីសូមអរគុណសម្រាប់អ្នកដែលបានអបអរសាទរនៅថ្ងៃនេះហើយសូមបន្តធ្វើវាឆ្ពោះទៅកាន់អនាគតដែលស្ត្រីគ្រប់រូបត្រូវបានផ្ដល់សិទ្ធិអំណាចនិងឲ្យតម្លៃស្មើៗគ្នារីករាយទិវាសិទ្ធិនារីអន្តរជាតិសូមអរគុណ How do you do everyone? Today we celebrate International Women's Day. This day is all about honoring the achievement of women around the world and recognizing the challenges we face. Women have made incredible contributions in every field, such as science, art, politics, and more. Their hard work and determination inspire us all. But we must remember that many women face struggle for equality and rights. We need to stand together and support each other to make a difference by speaking up and advocating for change. Let's celebrate women in our lives, our mother, sister, friend, and colleague. Thanks for celebrating today. And let's continue to work toward in a future where every woman is empowered and valued. Happy International Women's Day! 大家好，今天是我们要庆祝国际妇女节，这一天也是为了尊重世界各地女性所获得的成就，同时也认识到她们要面临和挑战。女性在每个领域都做出了令人难以置信的贡献，科学、艺术、政治等等。他们的努力和决心激励着我们所有人，但我们也必须记住，许多女性仍在为平等和权利而奋斗。我们需要团结一致，彼此支持，通过发声做出改变。让我们庆祝生活中的女性，我们的母亲、姐妹、朋友和同事，让我们继续努力，争取每一位女性都能获得尊重和为将来。祝大家国际妇女节快乐！再见。